ជា Penny ស្បែកនេះគឺជាសម្ដីក៏ដូចជាព័ត៌មាននៅលើខាងទំព័ររបស់សារព័ត៌មានធំបន្តអំពីលោកប្រធានាធិបតី Donald Trump បានចុះជើងចូលសម្ចតនៅក្នុងប្រទេសជប៉ុននៅក្នុងពេលថ្មីៗនេះតែម្ដងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងក៏ដូចជាចំណេះដឹងថ្មីៗអំពីកេរនី YouTube របស់ខ្ញុំបាទសូមអរគុណបាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីដំណឹងក៏ដូចជាព័ត៌មានខ្លះៗដែលទាក់ទងជាមួយនឹងប្រទេសជប៉ុនតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងអំពីវីដេអូរបស់ខ្ញុំពីមុនហើយថានៅក្នុងពេលថ្មីៗនេះតែម្ដងគឺប្រទេសជប៉ុនគឺទទួលបាននៅនាយករដ្ឋមន្ត្រីថ្មីដែលជាស្ត្រីដំបូងគេដែលជាស្ត្រីដឹកនាំប្រទេសជប៉ុនជាប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនតែម្ដងគឺនាយករដ្ឋមន្ត្រីថ្មីនោះគឺអ្នកស្រីតាកាអ៊ីឈីដែលជាវីរៈនារីជើងខ្លាំងមួយផងដែរដែលគាត់ធ្លាប់មានប្រវត្តិក៏ដូចជាបទពិសោធន៍នៅក្នុងការធ្វើការនៅក្នុងរាជរដ្ឋាភិបាលរបស់ប្រទេសជប៉ុនតែម្ដងអ្វីដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នានៅក្នុងពេលនេះគឺខ្ញុំចង់និយាយអំពីដំណើរនៅក្នុងការចូលធ្វើការជាលក្ខណៈការទូតរបស់លោកប្រធានាធិបតី Donald Trump បន្ទាប់អំពីការបញ្ចប់នៅជំនួបប្រជុំកំពូលអាស៊ានជាមួយនឹងប្រទេសតំបន់អាស៊ានរហូតដល់ចំនួន11ប្រទេសសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានអញ្ជើញទៅធ្វើការចុះកិច្ចព្រមព្រៀងជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនថ្មីគឺអ្នកស្រីតាកាអ៊ីឈីតែម្ដងនៅក្នុងដំណើរនៅក្នុងការទៅធ្វើការក៏ដូចជាចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជប៉ុនតែម្ដងលោកប្រធានាធិបតី Donald Trump បើយើងរំលឹកអំពីគាត់តែម្ដងគឺគាត់ធ្លាប់ធ្វើការកោតសរសើរជាមួយនឹងគឺគាត់ធ្លាប់ធ្វើការកោតសរសើរចំពោះការងាររបស់អ្នកស្រីដែលជាប្រធានមន្ត្រីថ្មីរបស់ប្រទេសជប៉ុនតែម្ដងហើយលោកក៏តែងតែនិយាយថាប្រទេសជប៉ុននឹងមានការងើបឡើងវិញយ៉ាងអស្ចារ្យបន្ទាប់អំពីលោកស្រីនាយករដ្ឋមន្ត្រីឡើងធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសជប៉ុនតែម្ដងនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងការចុះកិច្ចព្រមព្រៀងរវាងជប៉ុននិងសហរដ្ឋអាមេរិកតែម្ដងគឺសហរដ្ឋអាមេរិកមានគោលបំណងនៅក្នុងការចុះកិច្ចសន្យាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជប៉ុននៅក្នុងការបញ្ជាទិញនៅរ៉ែកម្រអំពីប្រទេសជប៉ុនប្រសិនណាបើការចរចាណាមួយមិនមានភាពល្អប្រសើរជាមួយនឹងប្រទេសចិនទេនោះនេះគឺជាដំណើរទស្សនកិច្ចឬក៏ដូចជាដំណើរពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump តែម្ដងគួររំលឹកផងដែរថាសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនគឺជាប្រទេសដែលមានចំណងមិត្តភាពរវាងគ្នានឹងគ្នាអស់កាលជាយូរហើយផងដែរក៏ប៉ុន្តែនៅក្នុងពេលថ្មីៗនេះប្រទេសទាំងពីរនេះក៏ហាក់បីដូចជាមើលមុខគ្នាមិនចំខ្លះៗផងដែរបន្ទាប់អំពីលោកប្រធានាធិបតី Donald Trump បានធ្វើការដំឡើងឬក៏កំណត់ពន្ធអាករឬក៏ពន្ធនៅក្នុងការនាំចូលលើសម្ភារៈផ្សេងៗអំពីបណ្ដាប្រទេសផ្សេងៗរួមមានជាមួយនឹងប្រទេសជប៉ុនជាដើមដែលកាលពីពេលនោះផងដែរលោកប្រធានាធិបតី Donald Trump បានធ្វើការដាក់នៅកំណត់ពន្ធនៅក្នុងការនាំចូលរាល់ផលិតផលទាំងអស់របស់ប្រទេសជប៉ុនចូលទៅដល់ទឹកដីសហរដ្ឋអាមេរិករហូតដល់ 25% ដែលវាជាកត្តាមួយធ្វើឲ្យបញ្ហានៅក្នុងស្រុករបស់ប្រទេសជប៉ុនមានការពិបាកដោយសារតែជប៉ុនក៏មានបញ្ហារ៉ាំរ៉ៃជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួនតែទៅជាមួយនឹងសេដ្ឋកិច្ចដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុនជាច្រើននាំគ្នាធ្វើបាតកម្មនៅក្នុងការប្រឆាំងទៅលើគោលនយោបាយរបស់នាយករដ្ឋមន្ត្រីជាដើមដែលវាជាកត្តាមួយធ្វើឲ្យប្រទេសជប៉ុនមានភាពឈឺក្បាលតែម្ដងក៏ប៉ុន្តែបន្ទាប់អំពីការទទួលបាននៅនាយករដ្ឋមន្ត្រីថ្មីដែលជានាយករដ្ឋមន្ត្រីស្ត្រីថ្មីនៅក្នុងប្រទេសជប៉ុនបានសង្ឃឹមថាចំណងការទូតរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិកនឹងមានភាពល្អប្រសើរដោយអ្នកស្រីតាកាអ៊ីឈីបានបញ្ញាថានឹងរៀបចំប្រទេសរបស់ខ្លួនឲ្យមានភាពល្អប្រសើរជាពិសេសគឺបង្កើននៅមិត្តភាពសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិកឲ្យក្លាយទៅជាយុគកាលមាសថ្មីរវាងជប៉ុននិងសហរដ្ឋអាមេរិកតែម្ដងគួររំលឹកផងដែរថាសហរដ្ឋអាមេរិកនិងជប៉ុនបានឈានដល់នៅក្នុងកិច្ចព្រមព្រៀងរវាងគ្នានៅក្នុងការបង្កើតនៅសមត្ថភាពឯកភាពនិងធានាសន្តិសុខសម្រាប់ការផ្គត់ផ្គង់ខ្សែសង្វាក់យុទ្ធសាស្ត្រនៃរ៉ែយុទ្ធសាស្ត្រក៏ដូចជារ៉ែកម្ររបស់ប្រទេសជប៉ុននៅក្នុងការយកទៅលក់នៅឯសហរដ្ឋអាមេរិកឬក៏យកទៅផ្គត់ផ្គង់ឲ្យទីផ្សាររបស់សហរដ្ឋអាមេរិកតែម្ដងដែលអ្វីដែលជាជប៉ុនទទួលបានពីសហរដ្ឋអាមេរិកតែម្ដងគឺសហរដ្ឋអាមេរិកបានបញ្ចុះពន្ធនៅក្នុងការនាំចូលទៅលើសម្ភារៈស្ទើរតែទាំងអស់អំពីទឹកដីប្រទេសជប៉ុនត្រឹមតែ 15% តែប៉ុណ្ណោះនេះគឺជាចំនួនមួយដែលវាជាកត្តាឬក៏អត្រាពន្ធមួយដែលធ្វើឲ្យប្រទេសជប៉ុនដូចជាពាណិជ្ជករនៅក្នុងប្រទេសជប៉ុនមានភាពស្រាកស្រានឡើងវិញបន្តអំពីសហរដ្ឋអាមេរិកមុនដំបូងឡើយគឺចង់យកពន្ធរហូតដល់ 25% តែម្ដងអ្វីដែលជាធ្នូនៅក្នុងការទទួលបាននៅអត្រាពន្ធត្រឹមតែ 15% នេះដោយសារតែប្រទេសជប៉ុនបានសន្យាថាខ្លួននឹងបន្ថែមដើមទុនឬក៏បន្ថែមនៅចំនួននៅក្នុងការវិនិយោគទៅលើទឹកដីសហរដ្ឋអាមេរិករហូតដល់ចំនួន$550,000 លានក៏ដូចជាសន្យានៅក្នុងការទិញយានយន្តក៏ដូចជាយន្តហោះក៏ដូចជាសម្ភារៈកសិកម្មនិងធម្មពលមួយចំនួនអំពីទឹកដីរបស់សហរដ្ឋអាមេរិកតែម្ដងនេះគឺជាអ្វីដែលជប៉ុនសន្យានឹងទិញក៏ដូចជានឹងវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកបើយើងមើលទៅលោកប្រធានាធិបតី Donald Trump តែម្ដងគឺលោកគឺជាអ្នកវិនិយោគក៏ដូចជាពាណិជ្ជករដ៏ឆ្លាតវៃមួយដែលគាត់អាចក្រឡុកពិភពលោកឲ្យដើរតាមក៏ដូចជាឲ្យមានសម្ពាធ
ទៅលើអ្វីដែលគាត់បានដាក់ចេញតែម្ដងមិនថាប្រទេសចិនមិនថាជប៉ុនឬក៏ប្រទេសផ្សេងៗទៀតកំពុងតែមានភាពឈឺក្បាលជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្មដ៏កម្រមួយរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump តែម្ដងហើយថ្មីនេះផងដែរលោកប្រធានាធិបតី Donald Trump បានសន្យាក៏ដូចជាបានសង្ឃឹមថាចំណងការទូតរវាងសហរដ្ឋអាមេរិកនិងជប៉ុននឹងឈានដល់កម្រិតកំពូលមួយដែលវាអាចធ្វើឲ្យសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនរឹតចំណងមិនថាតទៅជាមួយនឹងវិស័យការទូតតទៅជាមួយនឹងនយោបាយតទៅជាមួយនឹងសេដ្ឋកិច្ចប្រទេសទាំងពីរនេះនឹងប្រកាន់ខ្ជាប់នឹងសន្យាមុនមមថានឹងធ្វើឲ្យប្រទេសទាំងពីរនេះឈានទៅដល់ចំណុចកំពូលរបស់ខ្លួនរៀងៗខ្លួនតែម្ដងនេះគឺជាអ្វីដែលខ្ញុំទទួលបានអំពីសារព័ត៌មាននៅក្នុងស្រុកក៏ដូចជាសារព័ត៌មានអន្តរជាតិដែលគេបានលើកឡើងអំពីប្រសាសន៍លោកប្រធានាធិបតី Donald Trump ក៏ដូចជាអ្នកស្រី Taka Ichi ជាដើមអញ្ចឹងបើសិនណាបានមានអ្វីអាប់ដេតខ្ញុំនឹងជម្រាបជូនដល់បងប្អូនទាំងអស់គ្នានៅពេលបន្តទៀតបាទសូមអរគុណសូមជម្រាបលា